ជំរាបសួរពុកម៉ែបងប្អូនអរគ្នាថ្ងៃនេះមានមុខម្នួយថ្មីសម្រាប់បង្ហាញជូនទស្សនាចឹងដំបូងនេះគឺជាក្តាមទិញមកពីផ្សារអានេះដូចជាក្តាមថ្មល្អមែនតែនអូខេនេះគឺសកម្មភាពយើងធ្វើការបកសម្អាតក្តាមបន្ទាប់ពីទិញពីផ្សារមកអញ្ចឹងក្តាមមុននឹងធ្វើយើងយកមកស្ងោរវាឲ្យរៀងឆ្អិនតិចសិនមកណាសម្រាប់មុខម្នួយនេះបងណាគាត់ចូលចិត្តអីអាចជួយខមមិនខាងក្រោមផងអូខេបន្ទាប់មកយើងមកមើលជាមួយនឹងមីស៊ូរបស់យើងមីស៊ូហ្នឹងគឺយើងធ្វើការដាក់ត្រាំសិនទៅឲ្យវារៀងរីកតិចមកចាំយើងមកយកមកធ្វើម្ហូបបន្ថែមអញ្ចឹងស្រ័យដៃអ្នកលាងដូចជាអត់សូវស្អាតបានទេទាំងយើងកុំសូវទស្សនៈដៃយើងមើលតែមុខម្ហូបរបស់យើងទៅបានហើយនេះមីស៊ូនិងក្តាមចាជាដំបូងយើងយកមកកាត់សិនមកចាំយើងដាក់ធ្វើម្ហូបហ្មងណាយើងត្រូវកាត់វាឲ្យវាមានមួយកណាត់បើយើងដាក់ទាំងមូលវាពិបាកនៅក្នុងការបរិភោគចានេះជាបន្លែសម្រាប់ផ្ទាប់ដូចគ្នាបន្លែនេះយើងមានដូចជាខ្ញីមានស្លឹកខ្ទឹមជីអន្សួយចឹងទៅចាក្តាមរបស់យើងគឺបានឆ្អិនជាស្ថាពរហើយក្តាមដូចជារៀងល្អដែរប៉ុន្តែយើងទិញឲ្យបានច្រើនប៉ុន្មានទេទិញដូចជាមិនតិចដែរអញ្ចឹងអានេះក្តាមរបស់យើងឆ្អិនហើយយើងអាចមកធ្វើការបកដើម្បីយកសាច់របស់វាបានហើយយើងអត់យកសបកទេសបកយើងអាចបោះចោលបានណាអានេះក្តាមយកមកបន្លាច់កូនក្មេងមើលទៅមុខម្ហូបដូចជាមិនច្រើនទេប៉ុន្តែវែងតអ្នកថតនិង background ផ្សេងមើលស្មើតអ្នកបកក៏ថតវែងដែរហេអញ្ចឹងចាប់តាមបន្ទាប់យើងមកច្រាមហាន់ខ្ញីសិនមកបន្ទាប់មកយើងអាចហាន់ខ្ទឹមក្រហមបន្ថែមបានខ្ទឹមក្រហមជាមួយនឹងខ្ទឹមបារាំងនេះខ្ទឹមបារាំងអញ្ចឹងគ្រឿងដែលយើងយកមកបុកមានដូចជាខ្ទឹមសជាមួយនឹងស្លឹកខ្ទឹមហើយបន្ទាប់មកក៏យើងដល់ពេលចាក់ខ្លាញ់ចូលខ្ទះហើយចាបន្ទាប់ពីដាក់ខ្លាញ់រៀងក្តៅហើយយើងចាប់ដើមចាក់មានដូចជាខ្ទឹមសម្រេចជាមួយនឹងគ្រឿងដែលយើងបានបុកចូលគ្នាមិញណាយើងកូរចូលគ្នាឲ្យវាឆ្អិនទៅចឹងបន្ទាប់គឺយើងចាក់ជាមួយនឹងខ្ញីហើយនឹងបន្ថែមទឹកបន្តិចឆាចូលគ្នាឲ្យវារៀងឆ្អិនបន្តិចយើងឆាវាមើលទៅថារៀងល្មមហើយចាំយើងចាក់ជាមួយនឹងសាច់ក្តាមយើងចូលក្តាមនេះមកទាំងជើងទាំងដៃមកទាំងអស់មិនមែនបេះតែសាច់ទេបងឆាត្រឡប់ជាមួយនឹងគ្រឿងហើយនឹងក្តាមឲ្យចូលគ្នាមើលតែថាឆ្អិនហើយចាំយើងបន្ថែមគ្រឿងបន្ថែមផ្សេងទៀតយើងឆាចូលគ្នាឲ្យសព្វឲ្យរៀងឆ្អិនតិចមកចាំយើងបន្ថែមជាមួយនឹងគ្រឿងផ្សេងទៀតអានេះសម្រាប់មុខម្ហូបនេះគឺធ្វើតាមបែបគ្រួសារចឹងបើសិនជាបងណាដែលគាត់មានលក្ខណៈជាប្រភេទរូបមន្តគ្រួសារគាត់ផ្សេងគាត់ធ្វើតាមវិធីបែបគាត់ផ្សេងឆ្ងាញ់មិននឹងមានរសជាតិមិនបន្ថែមឬក៏តិចនិចអ្វីផ្សេងឲ្យវាកាន់តែឆ្ងាញ់ជាងហ្នឹងបងអាចជួយខមមិនប្រាប់នៅខាងក្រោមផងអញ្ចឹងយើងថែមគ្រឿងឲ្យមិនមានស្ករប៊ីចេងម្រេចទឹកត្រីហ្នឹងដាក់ចូលគ្នាឲ្យសព្វមកចានេះរៀងឆ្អិនហើយឆ្អិនមើលទៅថារៀងចាប់ដើមចាស់ក្លិនមកបដាណាក្លិនឈ្ងុយតែដឹងថារសជាតិមិនដែរពួកអត់បានភ្លក់ផងអ្នកបញ្ចូលសលេងនេះគឺអត់បានភ្លក់តែម្ដងបានតែធ្វើបញ្ចូលសលេងហ្នឹងហើយនេះគឺជាគ្រឿងដែលយើងត្រូវដាក់នៅចុងក្រោយមានជាមួយនឹងជីវ៉ាន់ស៊ូជាមួយនឹងស្លឹកខ្ទឹមសុំកាត់បន្តិចបន្ទាប់ពីឆ្អិនហើយយើងអាចបន្ថែមជាមួយនឹងមីស៊ូរបស់យើងបានមិញភ្លេចថតទៅកាត់ចូលក្រោយចឹងយើងចូលច្បល់ចូលគ្នាឲ្យសព្វមករៀងតដិតនិយាយអត់ត្រង់សោះនិយាយអត់ស្មូតណាទៅតែចាប់ផ្ដើមបញ្ចូលសលេងលើកទី1អ្នកបញ្ចូលសលេងនេះគឺបញ្ចូលសលេងស៊ីនហ្មងអត់មានរៀបរឹកអត់មានកាច់កង់ទេវីដេអូចេញមកមិនគឺបញ្ចូលសលេងតាមនឹងទាំងអស់អញ្ចឹងអធិស្ឋានផងបងយើងឆាច្បល់ចូលគ្នាឲ្យសព្វមកអ្នកធ្វើនេះអត់សូវមានតិចនិចប៉ុន្មានដែរដោយសារយើងទៅតែធ្វើញ៉ាំដែរចឹងដូចខ្ញុំមិនបញ្ជាក់អញ្ចឹងបងណាដែលគាត់មានរូបមន្តផ្សេងដូចជារូបមន្តគ្រួសារគាត់អីថាធ្វើមិនឆ្ងាញ់បងអាចជួយ comment ប្រាប់នៅខាងក្រោមផងសំឡេងបញ្ចូលវារៀងមាន background អាយុកលានៅខាងក្រៅដូចជាសំឡេងសត្វសំឡេងអីចឹងទៅយើងបែរស្ដាប់សំឡេងមិនបានទេមើលតែរូបភាពទៅម្ហូបយើងគឺចិត្តឆ្អិនហើយឆ្អិនបដាណាមើលតាមវីដេអូហ្នឹងក៏ឈ្ងុយដែរភាយក្លិនឈ្ងុយមកបដាហើយឆាត្រឡប់ចូលគ្នាមើលថា 4-5 នាទីវារៀងឆ្អិនជាប់សាប់ចូលគ្នារៀងជាតិស្ករប៊ីចេងជាមួយនឹងក្តាមជាមួយនឹងមីស៊ូចូលហើយចាំយើងដាក់ជាមួយនឹងខ្ទឹមបារាំងសម្រាប់ខ្ទឹមបារាំងគឺឆាឲ្យមើលទៅវារៀងសពតតិចទៅបើយកឆ្អិនពេកក៏បានដែរឆ្អិនពេកអ្នក
ăn bay bây giờ soi chăng nhá chẳng bong rút chít trong ban chỉ nấu chất mấy hiện ăn khăng mình ăn khăng ăn mồm ấy của ban này nó sẽ mẹ tam rút chít để bong lọt nhàm trắng á một mà hộp nâng vì ọt du tệ vi du ta rương dương ngào cả đam bọ cả đam riệp krương tập ban năng tệ và tam để tha thơ cha ấy cứ mà plat để cột chẳng trong cái dân bật tham cho mùi nương sạc tấm hay cho mùi nương chi bật tham á cứ chắn rủi ro chỉ cá sải sầm rau viêm sợi ban mà đây bật tay rủi chít anh chị em nhưng mà chăm cho mùi nương nhom xô nè để quạt ban bật xa cho mùi nương mà hộp nương bụi nương chọt ban phật tề chẳng sầm đẹp ở bậc hộp đam amisu bà dân có ban chắn nương mình chập thầm nương có một bốn chấm chui subscribe like follow share một phong này áo con